Hello ជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់ការអានស្លឹក detail រដ្ឋជាថ្មីម្ដងទៀតចាសម្រាប់វីដេអូនេះដែរយើងមកមើលរិស័យចាសម្រាប់អ្នកកើតឆ្នាំមមីណានៅក្នុងខែ11ថាតើអ្នកមមីយ៉ាងណាដែរស្ថានភាពការងារស្នេហាក៏ដូចជាលុយកាក់ដែរអញ្ចឹងយើងមើលអំពីគោលនៅក្នុងខែ11សម្រាប់អ្នកឆ្នាំមមីទាំងអស់គ្នាណាចាមើលក្នុងខែ11គាត់ជួបរឿងអីណាពាក់ព័ន្ធមួយអីចាសម្រាប់ខែ11ណាឃើញថាគ្រប់យ៉ាងណាអាចមានការបង្ហាញផ្លូវចាមានរឿងល្អចូលមកមានអ្នកណែនាំមានកាយណែនាំឲ្យយើងទៅរកអ្វីដែលល្អប្រសើរច្រើនណានិយាយទៅពាក់ព័ន្ធជាមួយនឹងអភិនិហាដែលយើងនឹកស្មានអត់ដល់យើងនឹងទទួលបាននៅក្នុងខែ11នេះដែរចាអញ្ចឹងយើងមើលអំពីការងារយើងមើលចាការងារយើងទទួលបានការងារល្អៗខ្លះឬអ្វីដែលយើងអាចនឹងទទួលបានសម្រាប់នៅក្នុងខែ11ណាចូលដល់ដើមខែសម្រាប់អ្នកឆ្នាំមមីមានបញ្ហាបន្តិចបន្តួចណាឃើញថាពាក់ព័ន្ធជាមួយនឹងការងារដូចជាមិនសូវអំណោយផលទេមានរំថាដូចជាមិនទទួលបានរឿងល្អទេណាប្រយ័ត្នប្រយែងបន្តិចឬក៏អ្នកដែលធ្វើការងារខ្ពស់ណានៅកន្លែងឆ្ងាយពីផ្ទះអីចូលប្រយ័ត្នសុវត្ថិភាពឲ្យបានច្រើនណាចា៎ចូលដល់ពាក់កណ្ដាលខែណាឃើញថាការងារអ្វីដែលកាំងអ្វីដែលជាបញ្ហាយើងអាចដោះស្រាយបានយើងអាចយកឈ្នះបាននៅបញ្ហាដែលយើងកំពុងតែជួបនៅណាចាឃើញថាអាចដោះស្រាយបានទាំងអស់គឺគ្រប់យ៉ាងអាចល្អប្រសើរច្រើនចាមានដំណឹងល្អចាឃើញថាមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងការងារចាប់ពីពាក់កណ្ដាលខែឡើងទៅណាចារហូតដល់ចុងខែមើលទោះបីជានៅក្នុងមមីនៅក្នុងខែ11នេះការងារយើងហត់ច្រើនការងារយើងទទួលអំដីច្រើនការងារបន្ទុកច្រើនការងារមានរឿងឲ្យត្រូវដោះស្រាយបានតែសួរថាអាចដោះបានទេខ្ញុំអាចនិយាយបានថាដោះបានចាអាចដោះបានមិនជាបញ្ហាធ្ងន់ធ្ងរទេឃើញអាចដោះបានណាចាអញ្ចឹងអ្វីដែលខ្ញុំហាមនៅដើមខែមមីចូលប្រយ័ត្នប្រយែងណាការងារបន្តិចនេះជាពិសេសអ្នកដែលឡើងទីខ្ពស់ចាឥឡូវយើងមើលអំពីរឿងលុយកាក់យើងវិញយ៉ាងណាដែរណាចាសម្រាប់លុយកាក់សម្រាប់អ្នកឆ្នាំមីណាឃើញថាទទួលបានលៀបពីរឿងស្នេហាទទួលបានលុយកាក់ពីសាច់ញាតិបងប្អូនបើចង់ពឹងពាក់មិត្តភ័ក្តិអីឲ្យជួយគឺអាចបានណាគេជួយយើងរឿងលុយកាក់ណាចាឃើញថាល្អណាអ្វីដែលជាកង្វល់របស់យើងអាចដោះស្រាយបានដោយសារតែការពឹងផ្អែកទៅលើគេណាចានៅក្នុងនេះដែរខ្វល់រឿងលុយកាក់ច្រើនប្រមាថចិត្តរឿងលុយកាក់ច្រើនជាពិសេសអ្នកដែលគាត់មានបំណុលចាគឺហត់នឿយជាមួយនឹងលុយកាក់មានការកង្វល់ណាឬក៏មួយទៀតអស់លុយដោយសារតែសុខភាពណានៅក្នុងខែ11នេះអ្នកឆ្នាំមមីប៉ុន្តែក្នុងនេះដែរអំឡុងពេលដែលយើងកំពុងតែពិបាកចិត្តរឿងលុយក៏មានមនុស្សស្រីម្នាក់ចូលមកជួយរឿងលុយកាក់យើងណាមកជួយយើងមានបានធូរស្បើយនៅក្នុងបញ្ហារឿងលុយកាក់ដែរចាណាឃើញថាអាចអីទេទោះបីជាមានកង្វល់ច្រើនពិបាកចិត្តច្រើនប៉ុន្តែក៏ឃើញថាអាចដោះស្រាយបាននៅក្នុងរឿងលុយកាក់ណាបើជាពិសេសបញ្ហាបំណុលយើងឃើញថាយើងអាចបវល់បានយើងអាចដោះបានយើងអាចនិយាយជាមួយនឹងម្ចាស់បំណុលបានចាហ្នឹងហើយมันជាបញ្ហាធ្ងន់ធ្ងរដោយអ្វីដែលយើងរំពឹងទុកទេចាអត់ទេនិយាយទៅអាចដោះស្រាយបានចាអញ្ចឹងយើងមើលអំពីរឿងស្នេហាអ្នកឆ្នាំមមីយើងវិញណាស្នេហាយ៉ាងណាដែរចាចូលដល់ដើមខែផ្លែតណាសម្រាប់អ្នកឆ្នាំមមីដូចជាមិនសូវជាល្អទេណាសម្រាប់អ្នកដែលគាត់មានដៃគូស្នេហាឃើញថាមានការមិនយល់គ្នាពីដៃគូស្នេហាចាឃើញថាដៃគូស្នេហាអត់ស្មោះត្រង់ឬក៏ទទួលដំណឹងថាដៃគូយើងនឹងធ្វើអ្វីមិនគប្បីជាមួយយើងចាឬមួយទៀតណាដែលអត់មានគូអាចនឹងជួបស្នេហាដែរមិនស្មោះត្រង់ជួបមនុស្សដែលចូលមកក្នុងជីវិតយើងគ្រាន់ចង់បោកយើងអីជាដើមចាប្រយ័ត្នប្រយែងតិចណាចាហើយក្នុងនោះដែរសម្រាប់មនុស្សប្រុសណាមនុស្សប្រុសចាអាចនឹងជួបស្នេហាដែលជាមនុស្សស្រីខ្ជូតគួរឲ្យស្រឡាញ់ចាគាត់ឃើញមកយើងពេញចិត្តគាត់ហ្មងចាហ្នឹងហើយពេញចិត្តគាត់ណាចាហើយក្នុងនោះដែររឿងល្អក៏មានដែរថាយើងអាចទទួលបានកណ្ដោអាចទទួលបានលៀបពីដៃគូស្នេហាយើងពីប្តីប្រពន្ធយើងណាចាប់ពីក្នុងថ្ងៃ10ឡើងទៅថ្ងៃ10ឡើងទៅឃើញទទួលបានរឿងល្អពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិលុយកាក់ពីដៃគូស្នេហារបស់យើងណាចាអញ្ចឹងសម្រាប់អ្នកឆ្នាំមមីឃើញថាមានបញ្ហាស្នេហាតាដើមខែតិចទេចាពីថ្ងៃ1ដល់ថ្ងៃ7តិចណាក្រៅពីហ្នឹងគឺអាចនិយាយបានថាអត់អីទេអត់មានជាបញ្ហាបែកបាក់
អត់មានបញ្ហាឈឺបកាយធ្ងន់ធ្ងរចាវាយគ្នាហូរឈាមបែកក្បាយអត់មានទេណាឃើញថាគ្រប់យ៉ាងអាចរលូនទៅល្អប្រសើរច្រើនមែនតើរហូតដល់ដាច់ខែហើយក៏ទទួលបានលៀបសំណាងពីដៃគូស្នេហាចាមានមនុស្សថ្មីចូលមកក្នុងជីវិតប៉ុន្តែចូលប្រយ័ត្នប្រយែងតិចដែរណាចាមើលឲ្យមែនតើប្រើពេលសិក្សាគ្នាឲ្យបានយូរតិចទៅណាចាចឹងអរគុណច្រើនមែនតើអ្នកឆ្នាំមីណាគ្រាន់ថាបញ្ហាពាក់ព័ន្ធជាមួយនឹងលុយកាក់ហើយនឹងការងារដូចជាមិនសូវជារលូនប្រហែលណាមានបញ្ហាឲ្យខ្វល់មានបញ្ហាឲ្យត្រូវដោះស្រាយប៉ុន្តែខ្ញុំនៅឃើញថាចុងក្រោយយើងនៅតែអាចដោះស្រាយបានជាមួយនឹងបញ្ហាទាំងអស់ហ្នឹងចាអញ្ចឹងជូនពរឲ្យសំណាងល្អជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ